ពេលខ្ញុំមើលវីដេអូម្ដងវីដេអូខ្លះក៏យើងចូលចិត្តវីដេអូខ្លះក៏យើងមិនចូលចិត្តហើយបុគ្គលខ្លះក៏យើងចូលចិត្តបុគ្គលខ្លះក៏យើងមិនចូលចិត្តចឹងទៅវាធម្មតាទេវាតែតែមានអ្នកស្រឡាញ់មានអ្នកស្អប់ហើយប៉ុន្តែអ្វីដែលខ្ញុំចង់និយាយទៅខ្ញុំអត់ហ៊ាន comment ជេរគេឬមួយ comment អាក្រក់ទៅវីដេអូគេទេមានតែអ្នកខ្លះគាត់ធ្វើ content ល្អទៅអ្នកខ្លះទៀតក៏ធ្វើ content ចេញមកគឺថាបែបឆ្កងហ្មងប៉ុន្តែខ្ញុំមិនហ៊ាន comment ជេរគេទេខ្ញុំមិនដឹងថាអ្នកណាដូចខ្ញុំទេប៉ុន្តែខ្ញុំមួយគឺខ្ញុំខ្លាចខ្លាំងមែនតើព្រោះគេអត់បានធ្វើអីយើងគេធ្វើតែគេទៅបើវីដេអូខ្លះខ្ញុំអត់ចូលចិត្តខ្ញុំក៏អស់ម្លងចឹងទៅប៉ុន្តែបើខ្ញុំចង់តាមដានរឿងគេទេខ្ញុំក៏ចេះតែចូលមើលទៅប៉ុន្តែខ្ញុំអត់ហ៊ាន comment អាក្រក់លើវីដេអូរបស់គេទេតែបើថាវីដេអូណាល្អអីហ្នឹងទៅអាហ្នឹងយើងឲ្យបេះដូងយើងឲ្យរូបបេះដូងអីវាជារឿងធម្មតាទេប៉ុន្តែបើថាវីដេអូណាអត់តំណងអីហើយឲ្យខ្ញុំទៅ comment ជេរគេខ្ញុំអត់ហ៊ានទេលោកឲ្យខ្លាចណាស់ហើយខ្ញុំឆ្ងល់មនុស្សសម័យឥឡូវគាត់ហ៊ានរបៀបថាចេញមកទៅ comment ទៅគេអញ្ចេះចុះជេរគេអញ្ចេះចុះខ្ញុំខ្លាចណាស់ខ្ញុំនិយាយមែនខ្ញុំអត់ហ៊ានទេ